សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងការបដូរបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៅជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលថ្មីនេះមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីអំពីការបដូរបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬហៅថាបានភោគៈទៅជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬហៅថាបានកម្មសិទ្ធិយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី15ខែកក្កដាឆ្នាំ2026នេះមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងតែកាន់បានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវដោយមានរាយនាមក្នុងសេចក្តីជូនដំណឹងឲ្យតាក់ទងទៅក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រចាំរដ្ឋបាលខណ្ឌឫស្សីកែវដើម្បីរៀបចំនីតិវិធីបដូរបានភោគៈទៅជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំនួសវិញស្របតាមនីតិវិធីដែលបានកំណត់ប្រសិនបើលោកអ្នកបងប្អូនកំពុងតែកាន់បានភោគៈនៅក្នុងតំបន់ដែលបានរាយនាមក្នុងលិខិតជូនដំណឹងនេះសូមតាក់ទងអាជ្ញាធរពាក់ព័ន្ធដើម្បីឈ្វេងយល់អំពីនីតិវិធីនៃការបដូរឯកសារខាងដើមនេះសម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនសុភាព Legal Property ឈ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក